ទិញយន្តហោះ Gripen របស់ស៊ុយអែតប្រទេសថៃកាលពីឆ្នាំ2023បានព្យាយាមទិញយន្តហោះចំបាំងបំបាំងកាយទំនើបបំផុតរបស់អាមេរិកគឺ F-35 Lightning II ថៃចង់បានយន្តហោះនេះដល់ទៅ8គ្រឿងដោយត្រៀមចាយជាង$800 លានរួចរាល់ហើយរំពឹងថានឹងទទួលបានយន្តហោះ4គ្រឿងដំបូងនៅចន្លោះឆ្នាំ2028និងឆ្នាំ2030នេះបើយោងទៅតាមសេចក្តីរាយការណ៍របស់ Defense Mirror ក៏ប៉ុន្តែទីក្រុង Washington បានបដិសេធសហរដ្ឋអាមេរិកបាននិយាយថាប្រទេសថៃមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីប្រើយន្តហោះចំបាំងបំបាំងកាយ F-35 របស់ខ្លួននោះទេដូចជាគ្មានមូលដ្ឋានទ័ពអាកាសសុវត្ថិភាពគ្មានប្រព័ន្ធថែទាំកម្រិតខ្ពស់គ្មានប្រព័ន្ធហ្វឹកហ្វឺនដើម្បីការពារបច្ចេកវិទ្យាដ៏ទំនើបដែលបំពាក់នៅលើយន្តហោះនេះនៅអាស៊ានមានតែសង្ហបុរីប៉ុណ្ណោះដែលអាមេរិកព្រមលក់យន្តហោះនេះឲ្យការសម្រេចចិត្តរបស់អាមេរិកនោះសំខាន់ណាស់ដោយសារតែ F-35 មិនមែនគ្រាន់តែជាយន្តហោះចំបាំងធម្មតាប៉ុណ្ណោះទេវាត្រូវបានពិភពលោកចាត់ទុកជាម៉ាស៊ីនដែលបំពាក់កុំព្យូទ័រសម្រាប់ធ្វើសង្គ្រាមដ៏ទំនើបផ្ដាច់គេមួយវាមានថ្នាំកូដពិសេសដែលរ៉ាដាចាប់មិនបានមើលមិនឃើញវាអាចចូលលុកលុយវាយប្រហារដោយពិបាកទប់ស្កាត់ជាមុនវាពំគ្រាប់បែកមានប្រព័ន្ធនាំផ្លូវជាក់លាក់ក្នុងពោះរបស់វាលាក់មីស៊ីលសម្រាប់បាញ់ពីអាកាសទៅអាកាសវាហោះបានចម្ងាយជាង2200គីឡូម៉ែត្រកាន់តែពិសេសយន្តហោះនេះត្រូវបានភ្ជាប់ទៅនឹងផ្កាយរណបនិងភ្ជាប់ជាមួយនឹងហ្វូមដ្រូននៅក្នុងពេលតែមួយវាប្រៀបដូចជាមជ្ឈមណ្ឌលបញ្ជាការវាយប្រហារនៅលើមេឃការបដិសេធរបស់ទីក្រុង Washington បានរុញឲ្យប្រទេសថៃទៅទិញយន្តហោះចំបាំង Gripen ពីស៊ុយអែតចំនួន12គ្រឿងថ្មីបន្ថែមពីលើយន្តហោះ Gripen ចាស់10គ្រឿងដែលថៃកំពុងតែប្រើក៏ប៉ុន្តែរឿងនេះមិនទាន់បញ្ចប់ទេសហរដ្ឋអាមេរិកមិនបានបិទទ្វារទាំងស្រុងឡើយយោងតាមកាសែត The Nation អាមេរិកបាននិយាយថាប្រទេសថៃអាចព្យាយាមទិញយន្តហោះ F-35 ម្ដងទៀតនៅក្នុងរយៈពេល5ទៅ10ឆ្នាំទៀតនៅពេលដែលកងកម្លាំងទ័ពអាកាសរបស់ខ្លួនអាចបំពេញតាមលក្ខន្តិកៈសម្រាប់ប្រទេសក្បែរខាងថៃនិងក្នុងតំបន់នេះជាសារដាស់តឿនយ៉ាងច្បាស់លាស់ថៃទិញ Gripen នៅថ្ងៃនេះហើយថៃអាចទិញ F-35 នាពេលខាងមុខ